សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ DC ថ្ងៃនេះខ្ញុំមកបន្តសាច់រឿងភូមិដាសារបស់យើងនៅក្នុងរដូវកាលទី2ខ្ញុំមកដឹងថាមានម៉ានអ្នកដែលបានទស្សនារដូវកាលទី1ដល់ចប់ហើយដឹងសាច់រឿងអញ្ចឹងបើមិនទាន់បានទស្សនាទេអាចត្រឡប់ទៅមើលរដូវកាលទី1សិនចាំមកមើលរដូវកាលទី2នេះដើម្បីឲ្យយល់អត្ថន័យនៃសាច់រឿងរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងកុំឲ្យខាតពេលអ្នកនរគ្នាយូរតោះស្ដាប់មួយ DC អស់គ្នាចឹងដូចយើងដឹងស្រាប់ហើយបន្ទាប់ពីវិបលគាត់បានរួចខ្លួនចេញពីព្រៃនឹងមកការចងចាំគាត់ដឹងទៅណាអស់ទេស្អីគាត់ចាំដែរប៉ែហ្នឹងសូម្បីអាឈ្មោះខ្លួនឯងគាត់ចាំវល់ពេញនឹងតែម្ដងអាបាត់ការចងចាំមកជុំងុំដេកយល់សពមិនដឹងឃើញរឿងអីផ្លែកទៀតអាប៉ែនឹងសាច់កម្មមែនតើហើយរឿងដែលគាត់យកសពឃើញហ្នឹងវាមិនមែនធម្មតាទេវាមិនមែនដូចយើងនឹកណាគេម្នាក់ចេះយកសពឃើញទេណាមិនមែនដូចយើងឧទាហរណ៍នឹកសង្សារចាស់អីទេយកសពឃើញតែគេមិនមែនទេបែកវិបលហ្នឹងអត់អញ្ចឹងទេអត់មានបាននឹកណាគេទាំងអស់តែដល់ពេលដេកយកសពមណាយ៉ាវយកសពឃើញស្មៅខ្មៅអាបែកនោះអត់មានក្បាលទៀតបង្ហាញរូបរាងនៅក្នុងយោសពរបស់គាត់នឹងសង្ឃរារាល់ថ្ងៃហើយតែមានគោលម្ដងអីអាបង្ហាញក្នុងយោសពអស់ចិត្តទេងុំឆ្លៀតបោះពាក្យសម្ដីម៉ាត់ទៀតអ្នកនរគ្នាដឹងអាបែកនឹងនិយាយថាម៉េចនិយាយប្រាប់បថាដល់ពេលហើយដែលអ្នកត្រូវតែសងនៅអ្វីដែលអ្នកបានសុំត្រឡប់មកកាន់យើងវិញមកវិបលមកលឺចឹងផ្ញើយោសពដេកគ្មានបាននិយាយទៅដេកអត់បានតែម្ដងហើយតែបិទភ្នែកឡើងគឺឃើញអាប៉ែនឹងនិយាយតែពាក្យហ្នឹងដល់ពេលវាច្រើនលើកច្រើនសារពេកវិបលក៏សម្រេចចិត្តនៅអញ្ចឹងទៀតបានទេទៅហើយមិនមែនទៅរកលោកស្រោចទឹកទេអាប៉ែនឹងឆោតទៀតទៅស្វែងរកចម្លើយនៃការពិតចង់ដឹងថាតើអាប៉ែនៅក្នុងយោសពហ្នឹងជាណាគេហើយមូលហេតុអីបានគាត់បាត់ការចងចាំទៅអញ្ចឹងវិញទៅអត់ព្រមទៅរកលោកស្រោចទឹកទេទៅស្វែងរកការពិតយ៉ាប់ដល់កហើយណាបងប្អូនមិនបាច់ឆ្ងល់ទេមិនបាច់អាប៉ែនឹងអត់ទៅរកលោកស្រោចទឹកដោយសារសាច់រឿងហ្នឹងខ្ញុំសរសេរមកដល់អាប៉ែនឹងទៅរកលោកស្រោចទឹកចឹងគ្មានថ្ងៃទៅរកលោកស្រោចទឹកទេមកជួយវែងឆ្ងាយម៉េះតោះចូលសាច់រឿងយើងតទៀតចឹងបន្ទាប់ពីគាត់សម្រេចចិត្តថាទៅស្វែងរកការពិតទាំងអស់ហ្នឹងរឿងទី1ដែលគាត់ធ្វើនោះគឺគាត់រៀបចំឲ្យបានដាក់មកកតាបតែម្ដងតែមិនដឹងគោលដៅនឹងទៅណាចេះតែរៀបចំឲ្យបានណាដល់ពេលរៀបចំចុះឡើងប្រទះឃើញសភៅមកក្បាលហើយមិនដឹងសភៅហ្នឹងមកពីណាពីណីទេសំបីតែគាត់ជាអ្នករកឃើញអាសភៅហ្នឹងក៏មិនដឹងថាសភៅរបស់ណាគេទៀតតើតបើកបានតើបើកសភៅនឹងមើលមកបានឃើញថាអូសភៅអញអ្នកសេសោះចាប៉ែនឹងនិយាយទៅបាត់ការចងចាំបាត់យកតែមែនតែនហ្មងស្អីក៏អត់ចាំដល់ពេលបើកឃើញសភៅនឹងថាមានឈ្មោះខ្លួនឯងជាអ្នកសេហើយចាប់ផ្ដើមអង្គុយអានដល់ពេលអង្គុយអានបានដឹងថាសភៅខ្លួនឯងសភៅមួយក្បាលហ្នឹងដែលខ្លួនឯងទៅសេមុនខ្លួនឯងដើរចូលទៅក្នុងព្រៃមួយហ្នឹងហើយចំណងជើងនៃសភៅមួយហ្នឹងដឹងដាក់មកយកអ្នកនរគ្នាដាក់ថានេះជាអ្វីដែលខ្ញុំរកឃើញrồi mà họ tạiចំណងជើងនៃសភៅហ្នឹងក៏ព្រឺរួមរកឃើញអីខ្លះទេអាប៉ែហ្នឹងចាកត់ហើយដល់អ្នកនរគ្នាមកកាបចូលតទៀតបន្ទាប់ពីគាត់បើកសភៅហ្នឹងហើយពណ៌ដំបងនៃសភៅហ្នឹងគឺបានរៀបរាប់ពីដំណើរដើមតងនៃមុនដែលគាត់ចូលដល់ព្រៃមួយហ្នឹងអញ្ចឹងដំបងឡើយមិនមែនចេះចូលទៅភ្លាមទេតាមពិតគាត់ទទួលបានសារឬក៏ទទួលបានការខលចូលពីបុគ្គលម្នាក់ដែលអាចកំបាំងមែនទែនហើយគេបានផ្ដល់ប្រាក់ឲ្យគាត់ដើម្បីស្វែងរកភូមិមួយហ្នឹងបើយើងនិយាយទៅអាប៉ែនឹងដូចជួវិបលហ្មងជួ
chuaគាត់ឲ្យធ្វើរឿងអីមួយតែគេអត់ទាន់ប្រាប់ទេអ្នកនរគ្នាចង់ដឹងស្ដាប់តទៀតសិនកុំបខំដឹងឥឡូវហើយតិចទៀតដឹងហើយអញ្ចឹងបរិះអាកំបាំងមួយហ្នឹងគឺបានផ្ដល់ប្រាក់មួយចំនួនធំទៅកាន់វិបលប្រសិនបើគាត់អាចស្វែងរកភូមិនឹងឃើញហើយចំពោះលក្ខខណ្ឌផ្សេងទៀតអាហ្នឹងយើងអត់ទាន់ដឹងទេថាអាកំបាំងហ្នឹងចង់បានអីពីភូមិមួយហ្នឹងអញ្ចឹងដើម្បីជាថ្នូរនៃកិច្ចការមួយហ្នឹងបរិះអាកំបាំងម្នាក់ហ្នឹងគាត់បានផ្ដល់ប្រាក់ពាក់កណ្ដាលទៅកាន់វិបលក្នុងការចំណាយធ្វើដំណើរឬក៏ចំណាយផ្សេងអញ្ចឹងទៅអាហ្នឹងស្រេចតែបលទេបលគាត់ចង់ធ្វើមិនក៏បានដែរព្រោះឥឡូវគាត់មានលុយហើយតែបើចង់បានលុយពេញតោះគាត់ធ្វើការងារនឹងជោគជ័យសិនហើយវិបលក៏យើងនឹងស្រាប់ហើយវិបលគាត់អ្នកថតរូបទៅតំបន់ផ្លែកអញ្ចឹងទៅចេះទៅចេះថតតែគាត់ទៅហ្នឹងក៏មិនមែនទៅដលងមូដូចមុនទៀតដែរគោលម្ដងគាត់ទៅផងគាត់ស្រាវជ្រាវផងហើយក្នុងកំណត់ហេតុដែលគាត់បានកត់ហ្នឹងក៏គាត់បានបញ្ជាក់ដែរគាត់ថាចៃដនគាត់បានដើរចូលទៅកាន់ភូមិមួយហើយភូមិមួយហ្នឹងបើយើងនិយាយទៅវាដូចជាភូមិយើងទូទៅទេតែគ្រាន់ថាអ្នកនៅទីនោះដូចជាមិនសូវរស់រាយសោះហើយក៏មិនសូវមាត់កដែរតែចៃដនវិបលគាត់នៅពេលដែលគាត់ហូបអីនៅក្នុងភូមិមួយហ្នឹងគាត់បានឮអ្នកភូមិនៅទីនោះគេនិយាយពីភូមិអាចកំបាំងអីមួយអញ្ចឹងហើយវិបលគាត់ចេះអាលបស្ដាប់ថាតើគេនិយាយហ្នឹងគេនិយាយភូមិអីដល់ពេលគេនិយាយចុះនិយាយឡើងបានវិបលចាប់អារម្មណ៍ថាអ្នកភូមិនៅកន្លែងហ្នឹងគេមានពិធីម្យ៉ាងដែលអាចធ្វើឲ្យយើងចូលទៅកាន់ភូមិអាចកំបាំងដែលគេល្បីនឹងបានទៅជោគជ័យអញ្ចឹងណាវិបលឮចឹងភ្លាមរុបភើបហ្មងស្វាយចិត្តហ្មងថាអូតែប៉ុណ្ណេះមានផ្លូវតែប៉ុណ្ណេះលុយសតហើយអញ្ចឹងវិបលក៏សម្រេចចិត្តចូលទៅកាន់ភូមិមួយហ្នឹងដើម្បីឲ្យគេវិថាពឹងអ្នកភូមិនៅទីនោះដើម្បីធ្វើពិធីអីមួយអញ្ចឹងដើម្បីឲ្យខ្លួនអាចចូលទៅកាន់ភូមិហ្នឹងបានទៅជោគជ័យអញ្ចឹងទៅដល់ពេលចូលទៅនិយាយជាមួយអ្នកភូមិនឹងហើយត្រូវគ្នាហើយក៏គេរៀបចំពិធីធ្វើឲ្យវិបលមុនពិធីនឹងចាប់ផ្ដើមមានដូនចាស់ម្នាក់ដើរមកជិតវិបលហើយប្រាប់វិបលទៀតថាបើសិនបើអ្នកបានចូលទៅកាន់ភូមិមួយហ្នឹងកុំនៅយូរពេកធ្វើយ៉ាងណាចេញផុតពីភូមិហ្នឹងមុនថ្ងៃលិចអត់ឲ្យនៅលើសពីហ្នឹងទេតែនៅលើសពីហ្នឹងចេញរួយអាបើកុំសង្ឃឹមហ្មងហើយវិបលឮហើយក៏អូខេតាមហ្នឹងទៅហើយដូនចាស់ហ្នឹងគាត់នៅតែបញ្ជាក់តែថាធ្វើយ៉ាងណាអត់ឲ្យនៅក្នុងភូមិហ្នឹងមុនថ្ងៃលិចទេត្រូវចេញឲ្យបានមុនថ្ងៃលិចនិយាយទៅគាត់បញ្ជាក់ពីភាសាទៅកាន់វិបលតែមិនដឹងថាវិបលយកចិត្តទុកដាក់ស្ដាប់អត់ទេពេលហ្នឹងណាមកអារម្មណ៍របៀបថារំភើបលើផែនការឬក៏លើគម្រោងដែលគេដាក់ឲ្យគេផ្ដល់លុយច្រើនដែរចឹងរឿងផ្សេងទៀតប្រហែលជាមិនសូវចាប់អារម្មណ៍ទេពេលហ្នឹងហើយនិយាយមកដល់ថងចំណុចហ្នឹងក្នុងសភៅរបស់វិបលដែលគាត់រកឃើញហ្នឹងអត់មានអក្សរផ្សេងទៀតទេមានត្រឹមហ្នឹងឯគត់ហើយឆ្ងល់ថាអាប៉ែហ្នឹងអត់តសែទេអីខ្ជិលមែនខ្ជិលជាង admin ទៀតថា admin ទៅខ្ជិលហើយប៉ែខ្ជិលជាងឯងទៀតដល់ពេលអញ្ចឹងវិបលគាត់ចាប់ផ្ដើមឆ្ងល់ហើយជុំមិនបានខ្លួនឯងព្រមតសែឲ្យវែងជាងនឹងតិចមើលហើយដល់ពេលតសែតែប៉ុណ្្នឹងរបៀបថាអត់ដឹងដំណើរទៅមុខទៀតមិនហ្មងនេះសំបីអ្នកស្ដាប់ក៏ឆ្ងល់ដែរចុះម៉ែអើយទៅមុខទៀតមិនហ្មងបើមានតែប៉ុណ្្នឹងហ្នឹងចង់ដឹងស្ដាប់ DC តទៀត DC ចាំ DC អ្នកប្រាប់កុំភ័យអ្នកនរគ្នាដឹងឥឡូវហ៎អញ្ចឹងបន្ទាប់ពីគាត់មើលសភៅហ្នឹងមកឃើញមានតែអក្សរតាមបន្តិចហ្នឹងនៅអត់សុខផុតតែនៅអត់សុខដែរសម្រាប់ចិត្តទៅរកភូមិហ្នឹងមិនមែនទៅរកភូមិអាចកំបាំងទេណាទៅរកអាភូមិដែលបានធ្វើពិធីឲ្យគាត់ចូលទៅកាន់ភូមិអាចកំបាំងមួយហ្នឹង
ដល់ពេលគាត់សម្រេចចិត្តចឹងហើយគាត់រៀបចំអាវ៉ាមួយចំនួនធំអីចឹងទៅធ្វើដំណើរយូរដែរ2 3ថ្ងៃដែរតម្រាំទៅដល់ភូមិហ្នឹងហើយមានអាស័យដ្ឋានមានអីនៅក្នុងសភៅដែលគាត់បានកត់ទុកអញ្ចឹងទៅអញ្ចឹងគាត់អាចរកភូមិឃើញរកភូមិនឹងឃើញយ៉ាងលឿននៃដែរដល់ពេលគាត់ដើរចូលទៅដល់ភូមិហ្នឹងអ្នកនរគ្នាដូចនៅក្នុងសភៅដែលគាត់អំណាអញ្ចឹងគឺអ្នកភូមិនៅទីនោះស្ងាត់ឲ្យជ្រាបនិយាយទៅគេមិនសូវជាមកភូមិហ្នឹងមើលទៅដូចមិនសូវអ៊ូអរណាស់ហ្មងទេរបៀបថាដូចធម្មតាតាមថាប្រជាជនមុខដូចរៀងកាចដល់ហើយគ្រាន់តែគាត់ដើរចូលបានពាក់កណ្ដាលភូមិអ្នកនរគ្នាដឹងមានរឿងអីកើតឡើងអត់អ្នកភូមិទីនោះលេងលាន់មាត់គ្រប់គ្នាថាជុំមិនបានគាត់នៅមានជីវិតរំគ្នានិយាយចឹងហ្មងមិនបានគាត់នៅមានជីវិតចឹងហើយគាត់មកទីនេះធ្វើអីសួរចឹងហ្មងហើយបលលើហើយអាមនុស្សបាត់ការចងចាំស្រាប់អីហ្នឹងដល់ពេលគេនិយាយចឹងទៀតអត់ដឹងអីអាលីងដល់ពេលអាកំពុងតែលើពងគិតពីនេះពីនោះអីណាលេងមានមនុស្សម្នាក់មកចាប់ដៃគាត់ទៀតពីបបភ័យញាក់នឹងព្រើតយកតែម្ដងហើយអ្នកចាប់ដៃគាត់នឹងគឺដូនចាស់ហ្នឹងតែគាត់បានកត់ទុកនៅក្នុងសភៅរបស់គាត់ហ្នឹងហើយដូនចាស់ហ្នឹងលេងចាប់ដៃវិបលហើយលេងសួរយកតែម្ដងអត់ឲ្យវិបលដកខ្យល់គាត់នេះហើយសំណួរដែលគាត់សួរវិបលដំបូងនោះគឺថានឹងមិនមែនវិបលតើអ្នកត្រឡប់មកភូមិនឹងបានដោយរបៀបណាគាត់ចង់មានន័យថាតើគាត់ចេញពីអាភូមិអាកម្លាំងមួយនឹងបានដោយរបៀបណាអញ្ចឹងណាហើយវិបលគ្មានទេគ្មានដឹងអីអត់ដឹងតែគេចង់និយាយពីអីរបៀបថាអ្នកនរគ្នាដឹងស្រាប់ហើយបបាត់ការចងចាំអញ្ចឹងបានត្រឹមធ្វើមុខឆ្ងល់អញ្ចឹងទៅស្ដាប់គេសិនទៅហើយដូនចាស់ម្នាក់ហ្នឹងគិតតែសួរយកហ្មងហើយសួរថាបលឯងមិនបានចេញពីភូមិនឹងកើតហើយមិនបានចេញមកហើយអត់ព្រមមកភូមិនឹងវិញអញ្ចឹងអ្នកភូមិនៅទីនឹងបាត់ដំណឹងគាត់ឡើងចូលចិត្ត2 3ខែហើយមកឲ្យបាត់ដំណឹងគាត់ហ្នឹងបាទប៉ែវិបលនឹងបន្ទាប់ពីចេញផុតពីព្រៃនឹងមកសន្លប់ឈឹងដេកពេទ្យស្អាតនឹងមានធ្វើអីកើតបាត់ការចងចាំប្រពន្ធកូនប្រមាចង់ងាប់ខ្លួនឯងនឹងក៏វ៉ាដែរបបណាមានចាំមានអីទេដល់ពេលដូនចាស់នឹងសួរគាត់ច្រើនពេកគាត់សួរវិញថាសួរវិញថាតើអ្នកស្គាល់ខ្ញុំដែរមែនហើយមិនបានអ្នកសួរសំណួរបែបនឹងមកកាន់ខ្ញុំអ្នកដឹងអីពីខ្ញុំមែនអត់ដូនចាស់នោះលឺអញ្ចឹងទាញដៃវិបលចូលក្នុងខ្ទមគាត់បរហើយបន្ទាប់ពីដូនចាស់ម្នាក់នឹងបាននាំវិបលចូលទៅក្នុងខ្ទមរបស់គាត់គឺគាត់សួរយកតែម្ដងនេះអត់មានឲ្យវិបលដកខ្យល់ឬរងចាំពេលវេលាអីធ្វើចិត្តធ្វើអីតន់ហើយសំណួរដែលគាត់សួរវិបលដំបូងនោះគឺសួរថាតើវិបលឯងនឹងត្រឡប់មកវិញបានដោយរបៀបណាហើយគាត់មិនមែនសួរប៉ុណ្្នឹងទេគាត់សួរថែមទៀតនិយាយទៅសួរអត់ឲ្យវិបលឆ្លើយសិនទេគឺសួរយកតែម្ដងសួរថាហេតុអ្វីបានជាវិបលឯងត្រឡប់មកវិញបានហើយវិបលឯងនឹងជួបហេតុការណ៍ខ្លះនៅក្នុងព្រៃឬក៏នៅក្នុងភូមិអាកម្លាំងមួយហ្នឹងហើយទស្សនវិជ្ជានៅក្នុងភូមិនោះមិនដែរជួយរៀបរាប់ប្រាប់គាត់ឲ្យបានដឹងតិចមើលហើយដល់ពេលវិបលគាត់មានទៅឆ្លើយអីតន់គាត់លះណាថាដល់ពេលសួរគាត់ផ្លែកចឹងគាត់មានអារម្មណ៍ភ័យអញ្ចឹងហើយមិនមែនត្រឹមតែមានអារម្មណ៍ភ័យទេវិបលក៏គាត់មានអារម្មណ៍មួយថាដូចរៀងនឹកឃើញអីមួយដែរតែគ្រាន់ថាវាអត់ចាំអីចឹង
វាគ្រាន់តែឲ្យអារម្មណ៍គាត់ថាគាត់ដូចស្តៀងនៅអ្វីដែលដូនចាស់ម្នាក់នឹងសួរអញ្ចឹងហើយវិបលគាត់មិនមែននេះទេគាត់ព្យាយាមរនឹកដែរតែលក្ខណៈថាវារនឹកអត់ឃើញដល់ពេលគិតចុះគិតឡើងគិតចុះគិតឡើងនៅសំណួរដែលដូនចាស់ម្នាក់នឹងសួរពេកលក្ខណៈថាគាត់វល់គាត់ចង់ល្បីតែចង់លេះឡាស់ហើយដល់ពេលអញ្ចឹងទៅដូនចាស់ម្នាក់ហ្នឹងគាត់មើលទៅវិបលដូចថារៀងទៅស្រួលដែរគាត់ក៏អត់បខំវិបលដែរគាត់ក៏ថាឲ្យវិបលឯងហ្នឹងសម្រាប់នៅនឹងសិនទៅហើយគាត់ឆ្លៀតបោះពាក្យមួយម៉ាត់មកកាន់វិបលទៀតថានៅទីនេះគឺសុវត្ថិភាពសម្រាប់អ្នកឲ្យវិបលកុំភ័យខ្លាចអីទេតើតែសោះអញ្ចឹងអត់មានរឿងអីកើតឡើងលើអ្នកទៀតទេព្រោះអ្នកបានមកដល់ទីនេះហើយពួកយើងនឹងមើលថែអ្នកហើយវិបលគាត់ទៅលឺអញ្ចឹងមានអារម្មណ៍ថាជុំដូនចាស់នឹងគាត់ចង់និយាយពីអីហើយគិតចុះគិតឡើងអញ្ចឹងទៅដូនចាស់នឹងក៏ប្រាប់បន្ថែមទៀតថាអត់អីទេវិបលស្អែកចាំយើងនាំវិបលឯងទៅស្វែងរកនៅអ្វីដែលវិបលឯងចង់ដឹងព្រោះគាត់ដែលថាដូនចាស់នឹងគឺគាត់ដឹងហើយគាត់ដឹងថាវិបលមកនឹងក្នុងគោលបំណងអីអញ្ចឹងគាត់ថាអត់អីទេសម្រាប់សិនណាស្អែកដឹងហើយថាអ្វីដែលវិបលឯងចង់ដឹងចង់ឮចង់ឃើញនឹងវាមានរូបរាងមិនអីចឹងទៅបន្ទាប់ពីវិបលគាត់ឮដូនចាស់ម្នាក់នឹងនិយាយឬក៏សួរសំណួរបែបនឹងមកកាន់គាត់ក៏សួរត្រឡប់ទៅវិញថាហេតុអ្វីបានជាអ្នកស្គាល់ខ្ញុំហើយតើមានរឿងអ្វីកើតឡើងមកលើខ្ញុំហើយសំណួរដែលមួយទៀតដែលវិបលចង់សួរនោះថាតើហេតុអ្វីបានជានៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់និយាយអំពីអ្នកភូមិនៅទីនេះហើយនឹងនិយាយអំពីដូនចាស់ម្នាក់ហ្នឹងសួរចំយកតែម្ដងហើយវិបលគាត់បានបន្ថែមទៀតថាតើមានរឿងអ្វីកើតឡើងចំពោះគាត់បន្ទាប់ពីគាត់បានចេញផុតពីភូមិមួយនេះហើយគាត់លក្ខណៈថាគាត់សួរហើយគាត់ទទូចសួរចាក់ឬចាក់គល់ហ្មងលក្ខណៈថាគាត់ចង់ដឹងចម្លើយនេះតើគ្នាដល់ពេលអញ្ចឹងគាត់គិតតែសុំអំបរថាឲ្យដូនចាស់ម្នាក់នឹងជួយប្រាប់គាត់មកព្រោះគាត់ចង់ដឹងណាថាមានរឿងអីខ្លះកើតឡើងមកលើគាត់ហើយដល់ពេលដូនចាស់ម្នាក់ហ្នឹងបានមើលមុខវិបលហើយនិយាយថាចំពោះរឿងដែលកើតឡើងនៅក្នុងភូមិនេះគាត់អាចប្រាប់វិបលបានគ្រប់យ៉ាងប៉ុន្តែចំពោះរឿងដែលវិបលចូលទៅក្នុងភូមិអាចកំបាំងមួយនោះគឺគាត់អត់ដឹងទេអញ្ចឹងមានតែវិបលខ្លួនឯងទេដែលជាអ្នកដឹងថាមានរឿងអីកើតឡើងបន្ទាប់ទៀតអញ្ចឹងគាត់ចង់ឲ្យវិបលសម្រាប់នៅទីនេះឲ្យរកនឹកនៅរឿងទាំងអស់នឹងត្រឡប់មកវិញហើយគាត់នឹងជួយវិបលពីក្រោយលើការដែលឲ្យការចងចាំរបស់វិបលត្រឡប់មកវិញគ្រាន់ថាអ្វីដែលគាត់ចង់ដឹងធំបំផុតនោះគឺតើវិបលអាចមានការចងចាំអ្វីខ្លះអំពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងភូមិឬក៏នៅក្នុងព្រៃមួយហ្នឹងអត់ហើយបន្ទាប់ពីវិបលគាត់បានសម្រាកនៅទីនេះបានមួយរយៈដូនចាស់ម្នាក់ហ្នឹងក៏បានត្រឡប់មកសួរគាត់ដដែលនិយាយទៅមកសួរទៀតព្រោះចង់ដឹងថាតើវិបលអាចមានការចងចាំអ្វីខ្លះអត់បន្ទាប់ពីគាត់បានមកស្នាក់នៅក្នុងភូមិមួយហ្នឹងអីចឹងនិយាយទៅវិបលគាត់នៅតែឆ្លើយរបៀបស្ទាក់ស្ទើរគាត់ថាគាត់រនឹកអីអត់ឃើញសង្ឃថារនឹកអត់ឃើញទាំងអស់ហ្មងហើយបើនិយាយពីស្ថានភាពរបស់គាត់វិញអ្វីត្បិតតាតាំងពីគាត់ចូលមកដល់ក្នុងភូមិមួយហ្នឹងគាត់អត់បានយល់សពឬក៏ឃើញរឿងចម្លែកមែនតែសួរថាគាត់នឹកឃើញអត់គឺអត់នឹកឃើញទេហើយអ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះគឺថាបន្ទាប់ពីវិបលបានចូលមកកាន់ក្នុងភូមិមួយហ្នឹងគឺប្រជាជននៅក្នុងភូមិមួយហ្នឹងគឺមានអារម្មណ៍ថាគឺដូចនៅអត់សុខទេ
អត់ដឹងថាមានហេតុការណ៍អ្វីកើតឡើងទេហើយបើនិយាយពីដូនចាស់ម្នាក់ហ្នឹងគឺគាត់ខំប្រឹងមែនទែនហើយដូនចាស់ម្នាក់ហ្នឹងគឺគាត់នៅតែសួរសំណួរដដែលមកកាន់វិបអញ្ចឹងគាត់នៅតែសួរថាតើឥឡូវអាចប្រាប់ខ្ញុំបានអត់ថាអ្នកបានចេញពីភូមិនោះដោយរបៀបណាហើយវិបលគាត់រននឹកអត់ឃើញហើយគាត់មានអារម្មណ៍ថាគាត់រៀងភ័យខ្លាចផងគាត់ឆ្លើយស្ទាក់ស្ទើរទៅមុខទៅក្រោយគាត់ថាគាត់អត់ចាំអ្វីទាំងអស់និយាយទៅអ្វីដែលគាត់ចាំច្បាស់ជាងគេនោះគឺដឹងត្រឹមថាគឺគាត់នៅក្នុងមន្ទីរពេទ្យនៅពេលដែលគាត់ដឹងខ្លួនហើយបើនិយាយចំពោះហេតុការណ៍ផ្សេងអីគឺគាត់រនឹកហើយជាយាមរនឹកហើយតែរនឹកអត់ឃើញទេមិនដឹងថាគាត់បានជួបហេតុការណ៍អីខ្លះទេពេលនោះហើយវិបលក៏គាត់បាននិយាយពីយកសពរបស់គាត់បញ្ជាក់បន្ថែមទៅគាត់ថាបន្ទាប់ពីគាត់សម្រាកនៅមន្ទីរពេទ្យគឺគាត់យកសពឃើញតែបរោះម្នាក់នោះគឺអត់មានក្បាលគិតតែនិយាយមកកាន់គាត់ថាដល់ពេលហើយដែលត្រូវសងនៅអ្វីដែលគាត់បានសុំសងត្រឡប់ទៅវិញហើយវិបលក៏សួរទៅដូនចាស់នឹងថាហេតុអ្វីក៏បរោះម្នាក់នឹងសួរសំណួរបែបនឹងមកកាន់គាត់ហើយគាត់ឆ្ងល់ថាតើបរោះម្នាក់នឹងគឺជាណាគេឲ្យគាត់ហើយដូនចាស់ម្នាក់នឹងគឺគាត់អត់មាត់ទេគាត់សម្លឹងមើលវិបលមកសពសម្លឹងហើយបានគាត់និយាយថាអ្វីដែលប្រុងកើតវាបានកើតឡើងហើយវិបលអ្នកពិតជាបានធ្វើរឿងខុសឆ្គងនៅក្នុងភូមិមួយនោះមែនហើយវិបលបានទៅលឺចឹងគ្មានទេរឹតតែភ័យលើសដើមហើយសួរទាំងរបៀបមនុស្សភ័យសួរថាតើអ្នកដឹងអីមែនតើអ្នកដឹងរឿងអីមែននិយាយទៅសួរភ័យហើយសួរបខំហ្មងហើយដូនចាស់ម្នាក់នឹងថាវិបលនៅឲ្យស្ងៀមចំពោះស្ថានភាពពេលនេះគាត់អត់ទាន់ហ៊ាននិយាយអ្វីបានទេគាត់ចង់ឲ្យតែណាថាគាត់ចង់ឲ្យវិបលនឹងរក្សាអាស្មារតីរបស់គាត់កុំតក់ស្លុតកុំស្លន់ស្លោអីចឹងព្រោះថារឿងវាបានកើតឡើងហើយអញ្ចឹងវានៅតែរងចាំពេលវេលាមកដល់ទេគាត់ចង់មានន័យចឹងអញ្ចឹងវិបលគួរណាស់តែត្រៀមចិត្តឬក៏ត្រៀមខ្លួននៅក្នុងការប្រឈមលើបញ្ហាដែលវានឹងកើតឡើងនៅពេលខាងមុខនេះហើយដូនចាស់ម្នាក់ហ្នឹងក៏គាត់បានបន្ថែមទៀតដែរគាត់ថាចំពោះការជួយនេះគឺគាត់អត់ធានាទេគាត់អត់ធានាថាតើនឹងអាចជួយវិបលបានឬក៏មិនបានទេគាត់ថាអាហ្នឹងគឺស្ថិតលើវាសនាឬក៏ស្ថិតលើសំណាងរបស់វិបលទេបើសិនជាវិបលមានវាសនាល្អប្រហែលជាមិនត្រូវជួបរឿងបែបហ្នឹងទេតែបើសិនជាវិបលមានវាសនាអត់ល្អអញ្ចឹងវិបលគឺជាអ្នកបន្ទាប់ហើយដែលត្រូវបន្តឬក៏ត្រូវជួបហេតុការណ៍មួយហ្នឹងហើយវិបលដល់ពេលឮដូនចាស់ម្នាក់ហ្នឹងនិយាយអញ្ចឹងគាត់រត់ទៅឆ្ងល់ទៀតហើយគាត់សួរថាអ្នកបន្ទាប់យ៉ាងម៉េចអញ្ចឹងមានន័យថាមានមនុស្សដែលធ្លាប់ជួបហេតុការណ៍ដូចគាត់ពីមុនមកមែនហើយគាត់សួរដូនចាស់ម្នាក់ហ្នឹងទៀតថាតើអ្នកមានអាចកំបាំងអ្វីផ្សេងទៀតមែនដែលមិនទាន់ប្រាប់ខ្ញុំចូលអ្នកប្រាប់ខ្ញុំឲ្យបានច្បាស់បន្តិចបានទេព្រោះថាខ្ញុំនៅតែឆ្ងល់ហេតុការណ៍ទាំងអស់វាកើតឡើងសូម្បីតែនៅក្នុងសភៅកំណត់ហេតុរបស់ខ្ញុំក៏និយាយពីភូមិមួយហ្នឹងដែរតើភូមិមួយហ្នឹងហើយនឹងភូមិអាចកំបាំងមួយនោះតើវាជាប់ពាក់ព័ន្ធអីជាមួយគ្នាហើយតើដូនចាស់គឺជាណាគេពិតប្រាកដហើយថាតើហេតុអ្វីបានជាដូនចាស់ដឹងរឿងច្រើនម៉េចអំពីគាត់ហើយនឹងភូមិអាចកំបាំងមួយនោះតើដូនចាស់ជាអ្នកនៅពីក្រោយរឿងហ្នឹងមែនដល់ពេលឮសំណួរវិបលសួរចំបែបហ្នឹងដូនចាស់ម្នាក់ហ្នឹងគាត់ក៏អត់ឆ្លើយអ្វីច្រើនដែរគាត់គ្រាន់តែថាឲ្យវិបលរក្សាអារម្មណ៍ជាយាម
គិតនៅហេតុការណ៍ដែលបានកើតឡើងមកលើខ្លួនគាត់ក្នុងពេលនោះហើយប្រាប់គាត់មកគាត់នឹងព្យាយាមរកវិធីដើម្បីជួយវិបងដល់ពេលវិបងគាត់អស់ហើយនិយាយទៅគឺម្លងពេលហ្នឹងគាត់មានអារម្មណ៍ថាគាត់ក៏អត់ចង់ស្ដាប់អ្វីទាំងអស់គឺគាត់ច្រឡោតយកតែម្ដងគាត់ថាបើសិនជាអ្នកអត់ព្រមនិយាយអ្វីឬក៏អត់ព្រមប្រាប់អ្វីមកកាន់ខ្ញុំទេឬក៏អត់ព្រមឆ្លើយសំណួរដែលខ្ញុំបានសួរមុននឹងទេខ្ញុំនឹងមិននៅស្នាក់នៅទីនេះទេហើយចំពោះជោគវាសនាឬក៏ហេតុការណ៍អីដែលត្រូវកើតឡើងមកលើគាត់ក៏គាត់លែងខ្វល់ទៀតដែរព្រោះគាត់គិតថាវាក៏ល្មមហីដែលគាត់ត្រូវប្រឈមមុខនៅរឿងទាំងអស់ហ្នឹងគាត់អត់ចង់រត់គេចពីបញ្ហាទាំងអស់ហ្នឹងទៀតទេព្រោះគាត់ដឹងខ្លួនឯងច្បាស់ថាបើសិនជាគាត់មិនអាចដោះស្រាយរឿងហ្នឹងបានទេវានៅតែតាមលោមម្លាយគាត់គ្រប់ពេលវេលាបែបហ្នឹងដល់ពេលឮវិបលនិយាយបែបហ្នឹងដូនចាស់ម្នាក់ហ្នឹងគឺទឹកមុខគាត់គឺសពូនមែនតែនលក្ខណៈថាអត់សុបាយចិត្តអីចឹងហើយគាត់ក៏និយាយប្រាប់វិបលថាខ្ញុំនឹងប្រាប់អ្នកឲ្យបានដឹងនៅអ្វីទាំងអស់ឬក៏សំណួរដែលអ្នកបានសួរមុនហ្នឹងអញ្ចឹងគេក៏បានបញ្ជាក់ឬក៏បាញ់បង្ហាញឲ្យយើងបានដឹងថាតាមពិតទៅពីដើមឡើយដូនចាស់ម្នាក់ហ្នឹងគឺគាត់មានកូនប្រុសម្នាក់ដែរហើយកូនប្រុសរបស់គាត់គឺដូចវិបលអញ្ចឹងបានចូលទៅក្នុងភូមិមួយនឹងដោយចៃដន្យដែរហើយការចូលទៅនឹងគឺដូចគ្នាគឺមានការធ្វើពិធីចេញពីភូមិនឹងដែរតែខុសត្រង់ថាកូនប្រុសរបស់គាត់គឺមិនបានត្រឡប់មកវិញទេអញ្ចឹងហើយបាននៅដើមសាច់រឿងអ្នកទាំងអស់គ្នាមានចាំមើលថានៅពេលដែលដូនចាស់ម្នាក់នឹងឃើញវិបលសំណួរដែលគាត់សួរមុនគេនោះគឺសួរថាតើអ្នកអាចចេញពីភូមិនោះបានដោយរបៀបណាហើយអ្នកបានជួបហេតុការណ៍អ្វីខ្លះតើមានរឿងអ្វីកើតឡើងទៅលើអ្នកអញ្ចឹងនៅពេលដែលនិយាយមកដល់ចំណុចហ្នឹងអ្នកទាំងអស់គ្នាប្រហែលឆ្ងល់ហើយថាតើកូនប្រុសរបស់គាត់ហ្នឹងគឺជាណាគេអញ្ចឹងចាំខ្ញុំប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹងថាកូនប្រុសរបស់ដូនចាស់ម្នាក់ហ្នឹងគឺលោកពូមេភូមិដែរនៅក្នុងភូមិអាតកំបាំងមួយហ្នឹងដែលខ្ញុំបានបង្ហាញឬក៏គាត់បានចេញរូបរាងនៅរដូវកាលទី1អ្នកទាំងអស់គ្នាអាចត្រឡប់ទៅមើលឡើងវិញបានបើអត់ទាន់បានមើលឬក៏អត់បានចាប់អារម្មណ៍អីអ្នកទាំងអស់គ្នាអាចសង្កេតបានអញ្ចឹងនៅពេលដែលនិយាយមកដល់ចំណុចហ្នឹងអ្នកទាំងអស់គ្នាប្រហែលឆ្ងល់ហើយថាតើកូនប្រុសរបស់ដូនចាស់ម្នាក់ហ្នឹងគឺជាណាគេអញ្ចឹងខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាមានមន្ទិលលៃច្រើនវែងឆ្ងាយទៀតទេអញ្ចឹងចាំខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាអញ្ចឹងនៅពេលដែលនិយាយមកដល់ចំណុចហ្នឹងអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយមែនអត់ថាតើកូនប្រុសរបស់ដូនចាស់ម្នាក់ហ្នឹងគឺជាណាគេអញ្ចឹងចាំខ្ញុំប្រាប់អ្នកទាំងអស់គ្នាដូនចាស់រកអញ្ចឹងនៅពេលដែលនិយាយមកដល់ចំណុចទាំងអស់ហ្នឹងអ្នកអញ្ចឹងនៅពេលដែលនិយាយមកដល់ចំណុចនេះខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយក៏ចង់ដឹងដែរថាតើកូនប្រុសរបស់ដូនចាស់ម្នាក់ហ្នឹងគឺជាណាគេអញ្ចឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅក្នុងរដូវកាលនេះដូនចាស់របស់អញ្ចឹងនៅពេលដែលនិយាយមកដល់ចំណុចនេះអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ត្រូវអត់ថាតើកូនប្រុសរបស់ដូនចាស់ម្នាក់ហ្នឹងគឺជាណាគេអញ្ចឹងខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាវែងពាន់នៃសាច់រឿងហ្នឹងទៀតទេចាំខ្ញុំប្រាប់អញ្ចឹងកូនប្រុសរបស់ដូនចាស់ម្នាក់ហ្នឹងគឺជាមេភូមិដែលស្ថិតនៅក្នុងភូមិអាតកំបាំងមួយហ្នឹងអញ្ចឹងអ្នកដែលបានទស្សនារដូវកាលទី1ប្រកាសជាដឹងហើយថាមេភូមិម្នាក់ហ្នឹងមានរូបរាងបែបម៉េចហើយថាតើវិបលគាត់បានជួបឬក៏អត់អញ្ចឹងមានតែអ្នកបានទស្សនារដូវកាលទី1ទេដែលអាចដឹងព្រោះថាអ្នកដែលបានជួបកូនប្រុសរបស់គាត់គឺមានតែវិបលទេគ្រាន់ថាម្លងពេលហ្នឹងគឺវិបលគឺគាត់អត់ដឹងទេហើយដោយសារការចងចាំរបស់គាត់គឺអត់ទាន់ត្រឡប់មកវិញអញ្ចឹងគាត់ក៏មានអារម្មណ៍ថារៀងប្រហែលនៅអ្វីដែលដូនចាស់ម្នាក់ហ្នឹងនិយាយដែរតែគ្រាន់ថាគាត់
អត់មានអ្វីត្រូវឆ្លើយតបត្រឡប់ទៅវិញអីចឹងហើយដូនចាស់ម្នាក់ហ្នឹងក៏គាត់នៅតែបន្តទៀតថាបើនិយាយពីកូនប្រុសរបស់គាត់វាអាចថាប្រហែលជាមិនមានជីវិតរស់នៅទៀតទេហើយដូនចាស់ម្នាក់ហ្នឹងគាត់បាននិយាយប្រាប់បបថាគាត់បានបាត់ដំណឹងកូនគាត់នឹងអស់រយៈពេលច្រើនឆ្នាំហើយនិយាយទៅតាំងពីកូនរបស់គាត់នឹងចូលទៅក្នុងភូមិអាតកំបាំងមួយនឹងមកអ្នកភូមិនៅទីហ្នឹងគឺអត់មានណាគេជឿថាកូនប្រុសរបស់គាត់នៅមានជីវិតទេតែដោយសារគាត់ចិត្តជាម្ដាយគាត់នៅតែមានអារម្មណ៍មួយថាកូនរបស់គាត់គឺអត់ទាន់បាត់បង់ជីវិតទេហើយគាត់ក៏មានអារម្មណ៍មួយទៀតថាវិបុលអាចនឹងជាមនុស្សម្នាក់ដែលអាចនាំផ្លូវគាត់ឲ្យទៅរកកូនប្រុសរបស់គាត់ឃើញឬក៏អាចដឹងដំណឹងរបស់កូនប្រុសគាត់បានហើយគាត់មានអារម្មណ៍ថាវិបុលគឺជាមនុស្សតែម្នាក់ដែលធ្វើឲ្យគាត់ជឿជាក់ថាការគិតរបស់គាត់ថាកូនប្រុសរបស់គាត់នៅរស់គឺជាការពិតគ្រាន់ថាអាចវិលត្រឡប់មកវិញបានឬក៏មិនបានគឺគាត់អត់ដឹងទេតែគាត់ជឿថាកូនប្រុសរបស់គាត់ពិតជានៅមានជីវិតពិតជានៅរស់រានមានជីវិតមែនដំបូងឡើយគាត់ក៏ធ្លាប់មានអារម្មណ៍ថាគាត់លែងគិតហើយគាត់នឹងយល់ស្របទៅតាមផ្នត់គំនិតរបស់អ្នកភូមិដែលបាននិយាយថាកូនប្រុសរបស់គាត់គឺបានបាត់បង់ជីវិតហើយតែចាប់តាំងពីវិបលឈានជើងចូលមកក្នុងភូមិនេះជាលើកទី2ការគិតរបស់គាត់ក៏ត្រឡប់មកវិញថាកូនប្រុសរបស់គាត់គឺអត់ទាន់បាត់បង់ជីវិតទេព្រោះថាវិបលអាចចេញត្រឡប់ពីភូមិមួយនោះបានអញ្ចឹងមានន័យថាកូនប្រុសរបស់គាត់អាចនឹងមានជីវិតហើយក៏អាចនឹងត្រឡប់មកវិញបានដូចគ្នាអូខេណាដល់នេះយ៉ាងម៉េចដែរបន្តពីបានស្ដាប់សាច់រឿងនៅដល់ថាទី2នេះសម្រាប់អារម្មណ៍អ្នកនរគ្នាយ៉ាងម៉េចដែរអាចប្រាប់ DC បាននេះគឺតម្រុំក្នុង comment មកហើយអញ្ចឹងគឺយើងមានតែប៉ុណ្្នឹងទេណាបងប្អូនសម្រាប់ដីថាទី2សង្ឃឹមថាអ្នកនរគ្នានឹងជួយ like ជួយ share ហើយនឹងជួយ follow page DC ហើយនឹងជួយ subscribe channel YouTube របស់ DC ម្នាក់មួយផងអញ្ចឹងបើអ្នកនរគ្នាចង់ដឹងថាតើវិបលនឹងជួបហេតុការណ៍អ្វីបន្ទាប់ទៀតហើយដូនចាស់គាត់អាចជួបជាមួយកូនប្រុសគាត់បានវិញឬក៏អត់អញ្ចឹងចាំទស្សនាដោយការទី3ជាមួយ DC ចេញពី DC ទៅគឺអត់មានអីច្រើនទេអរគុណអ្នកនរគ្នាសម្រាប់ការជួយ support DC អរគុណធំសូមឲ្យអ្នកនរគ្នាសំណាងល្អចេញពី DC គឺអរគុណបាយបាយ